ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវថ្ងៃនេះបានចូលមកដល់ក្នុងព្រៃជ្រៅទៀតហើយបានប្រទះឃើញឱសថបុរាណខ្មែរយើងមួយប្រភេទនេះគេហៅដើមព្រាលចន្លុះឬក៏ហៅថាព្រាលខ្សែដើមនេះភាសាវៀតណាមគេហៅថាកៃអាងសអីគេណាខ្ញុំមិនសូវច្បាស់ដែរប៉ុន្តែនៅនេះគឺអ្នកដែលគេរកថ្នាំគឺគេពេញនិយមប្រើច្រើនព្រោះអីវាជាប្រភេទថ្នាំជំនួយកលៀនអ្នកខ្សោយក្រលៀនណាគឺពិសេសហើយថ្នាំនេះសម្រាប់អ្នកកើតប្រមេះក្របប្រមេះបាយអីផឹកទៅក៏វាអាចចុះបានដែរអូរៀងចក្រងតិចបងប្អូនអានេះហៅព្រាលចន្លុះឬក៏ព្រាលខ្សែហើយវាមានរសជាតិក្អូបឈ្ងុយឈ្ងុយពេលដែលយើងហារួចទៅគឺមានរសជាតិក្អូបឈ្ងុយឈ្ងុយហើយនៅព្រៃនេះច្រើនវាស្លឹកវាមានលក្ខណៈព្រុយរោមហើយផ្លែវាក៏វាបែបនឹងដែរដើមព្រាលចន្លុះនេះបងប្អូននេះផ្លែនេះបងប្អូនចំណាំណាហើយអានេះបងប្អូនអ្នកកើតគ្រូកលៀនគ្រូតម្រងនោមឬក៏មួយបែបទៀតវាអាចផ្សំជាថ្នាំជំនួយដល់សរសៃជាពិសេសគឺស្ត្រីដែលកូនខ្ចីឬក៏ជំនួយទឹកដោះក៏បានដែរអត្ថប្រយោជន៍វាគឺនៅមានច្រើនទៀតដើមព្រាលចន្លុះនេះជាបងប្អូនណាដែលស្គាល់ដើមនេះត្រូវការយកទៅប្រើឲ្យបងប្អូនអាចកាប់វាយកទៅប្រើប្រាស់ហាលឲ្យស្ងួតដាំជាតែហូបក៏បានដែរដើមព្រាលចន្លុះព្រាលខ្សែពូកែបងប្អូនណាថ្នាំពូកែណាបាទអរគុណច្រើន